សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នាអំពីរបៀបធ្វើនំប៉័ងទុនដោយមានរសជាតិឈ្ងុយឆ្ងាញ់សម្រាប់ការធ្វើនំប៉័ងគឺយើងត្រូវមានសម្ភារៈគ្រប់គ្រាន់សម្រាប់ការដុតនំក៏ដូចជាគ្រឿងផ្សំសម្រាប់ផ្សំគ្រឿងដើម្បីធ្វើចេញជានំប៉័ងជាដំបូងយើងត្រូវយកគ្រឿងផ្សំទាំងអស់ដែលមានប៉ុន្មានមុខហ្នឹងគឺយើងយកមកថ្លឹងដើម្បីចែកបរិមាណឲ្យបានត្រឹមត្រូវតាមស្តង់ដារហើយចំពោះគ្រឿងផ្សំគឺមានចំនួន9មុខដោយដែលខ្ញុំបានបង្ហាញនៅលើនេះត្រង់ចំណុចនេះអ្នកទាំងអស់គ្នាអាចស្កប់វីដេអូរបស់ខ្ញុំរួចកត់នៅលើសៀវភៅដើម្បីធ្វើការលាយគ្រឿងផ្សំតាមអ្វីដែលខ្ញុំបានបង្ហាញនេះជំហានបន្ទាប់នៅពេលដែលយើងបានថ្លឹងបរិមាណនៃគ្រឿងផ្សំទាំងអស់សពគ្រប់អស់ហើយយើងនឹងមកលាយគ្រឿងផ្សំទាំងអស់គ្នាបន្ទាប់មកយើងយកគ្រឿងផ្សំទាំងអស់ដាក់ចូលគ្នាហើយសូមបញ្ជាក់ថារវាងអំបិលហើយនិងមេនំឡើងគឺมันអាចដាក់ប៉ះគ្នាបានទេដោយសារតែគ្រឿងផ្សំទាំងពីរនេះប្រសិនបើដាក់ជាប់គ្នាឬក៏ចូលគ្នាគឺវាមានប្រតិកម្មធ្វើឲ្យនំយើងអត់ឡើងធ្វើឲ្យនំយើងអត់សូវឆ្ងាញ់ដូច្នេះហើយយើងអាចកាយម្សៅនំប៉័ងដើម្បីដាក់មេនំឡើងចូលបន្ទាប់មកកប់វាវិញហើយបន្ទាប់មកដាក់គ្រឿងផ្សំទាំងអស់ចូលទៅហើយអំបិលដាក់នៅកន្លែងកលៀតណាមួយដែលវារៀងឆ្ងាយពីមេឡាហើយសូមបញ្ជាក់ថាពីនឹងនៅពេលដែលវាយគឺអត់បញ្ហាទេនៅពេលដែលយើងដាក់នេះគឺយើងប្រុងប្រយ័ត្នបំផុតបន្ទាប់ពីវាយម្សៅឲ្យស្អិតល្អហើយអ្នកទាំងអស់គ្នាអាចគ្របទុកចោលរយៈពេល30នាទីមុនកាត់ជាដុំៗដើម្បីឲ្យនំប៉័ងហ្នឹងគឺវាឡើងល្អបន្ទាប់ពីគ្របទុករយៈពេល30នាទីហើយនំរបស់យើងរៀងឡើងជាងមុនបន្ទាប់មកយើងកាត់វាមួយដុំដោយមួយដុំគឺចំនួន50ក្រាមរួចមកយើងលុញជារាងមូលហើយបន្ទាប់មកគឺយើងដាក់ steam រយៈពេល40នាទីមុនយកទៅដុតហើយយើងមានម៉ាស៊ីន steam បើមិនជាយើងអត់មានម៉ាស៊ីន steam ទេគឺយើងអាចដាក់វានៅគ្របឲ្យជិតទៅហើយទុករយៈពេល1ម៉ោងអញ្ចឹងធ្វើឲ្យនំយើងឡើងដូចគ្នាគ្រាន់តែយើងប្រើម៉ាស៊ីនគឺ steam គឺវាចំណាយពេលលឿនជាងដែលយើងទុកចោលធម្មតាកំឡុងពេលដែលយើងដាក់ steam រយៈពេល40នាទីគឺយើងអាចបើកជាមួយនឹងម៉ាស៊ីនដុតនំក្នុងសីតុណ្ហភាពខាងលើ200អង្សាសេនិងខាងក្រោម180អង្សាសេហើយការទប់កំណត់ពេលវេលាគឺរយៈពេល18នាទីដោយសារតែម៉ាស៊ីនដុតនំនេះគឺយើងមិនអាចបើកភ្លាមហើយសីតុណ្ហភាពគ្រប់ទេគឺយើងត្រូវរងចាំរយៈពេល10នាទីដើម្បីឲ្យអង្សាសីតុណ្ហភាពហ្នឹងគឺឡើងគ្រប់អ្វីដែលយើងបានកំណត់បន្ទាប់មកយើងត្រូវលាយទឹកដោះគោស្រស់ជាមួយនឹងពងមាន់ដើម្បីលាបទៅលើនំរបស់យើងបន្ទាប់ពី steam 40នាទីរួចលាបពងមាន់ទៅលើនំរបស់យើងបន្ទាប់មកគឺរោយល្ងរួចយើងយកទៅដាក់នៅក្នុងម៉ាស៊ីនដុតនំដោយរងចាំរយៈពេល18នាទីបន្ទាប់ពី18នាទីក្រោយមកគឺនំរបស់យើងគឺឡើងល្អឆ្អិនហើយអ្នកទាំងអស់គ្នាមើលទៅគឺទំនងទទួលទានខ្លាំងមែនតើហើយនំមួយមុខនេះអ្នកទាំងអស់គ្នាអាចយកទៅធ្វើ burger ក៏បានញ៉ាំជាមួយនឹងទឹកដោះគោខាប់ក៏បានញ៉ាំជាមួយនឹងកាហ្វេក៏បានឬមួយក៏តាមចំណង់ចំណូលចិត្តរបស់អ្នកទាំងអស់គ្នារបៀបធ្វើនំប៉័ងនេះគឺបង្រៀនដោយអ្នកគ្រូអំនិមលនៃសាលា NIEI ហើយក៏សូមអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលវេលាសម្រាប់ការតាមដានទស្សនារបៀបធ្វើនំប៉័ងទុននេះតាំងពីដើមរហូតដល់ចប់យើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ Shortening bread, hot from the oven. Smells so good, it's hard to resist its loving. With a buttery taste and a golden brown hue, shortening bread.